so na tiền lấy năm ngày rằm bảy cả hai sạp nông năm khá sang ra thị xã bột sắc ra vì bọn pram rồi sai sạch vì nông ngày này của các na con bị cha tràn trọn nhất nhôm đòn ôn tràn khnia mùi mì tận đây sẽ đặt nơiประโทmùi ẩn lơ đại ca sắc xa nơiประพิธรដែលបងហាត់បងរៀនបញ្ជលបើបង្ហាញដោយលោកគ្រូបងខ្ញុំបងម្ចាស់បកករណាខ្ញុំបានសូមជ្រះថ្លាអនុមោទនានៅសទ្ធារបស់គុណចាស់ញាតិញោមបងប្អូនស្រីប្រុសទាំងអស់ដើម្បីជាឧបនិស្ស័យក្នុងសន្តានតទៅអ្នកមត្ថរតនតយសៈខ្ញុំព្រះអង្គម្ចាស់សូមនមស្ការថ្វាយបង្គំប្រជុំ3ចំពោះព្រះរតនត្រ័យកែវគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃដែលរតនៈទាំង3នេះជារតនៈដែលឧត្តមឧត្តមពងខ្ពស់លើសលងដោយសេចក្តីសង្ខេបនិងដោយសេចក្តីជ្រះថ្លាជាទីបំផុតមួយចំណែកចំពោះបកណាគុណម្ចាស់ខ្ញុំបកណាសូមនមស្ការថ្វាយបង្គំចំពោះព្រះអង្គដែលបាននិមន្តមកក្នុងកន្លែងសិក្សានៅព្រះធម៌នេះនឹងសូមគោរពដល់ញាតិញោមបងប្អូនជាពុទ្ធបរិស័ទទាំងអស់ដែលបានជាជាមលះកាត់នៅសេចក្តីកង្វល់ទាំងឡាយផ្សេងដើម្បីបានមកដល់នៅព្រះរតនត្រ័យហើយដើម្បីសន្សំឧបនិស្ស័យឡើងកាន់នៅនេវីដែលជាអរិយមេអង្គ8ប្រការចិញ្ចាពីទុក្ខក្នុងវដ្តសង្សារផុតចាកនៅសេចក្តីអន្លៃផុតចាកនៅសេចក្តីសោកក្នុងលោកទាំងគណៈទាំងចំពោះព្រះថេរគាថារបស់ព្រះមហាកច្ចាយណៈខ្ញុំកណាខ្ញុំបាននឹងសម្ដែងបន្តដោយនៅបងចំណិតមានប្រសាសន៍អញ្ចឹងនឹងត្រូវសម្ដែងបន្តទៅហើយបានដល់ជាប់ប៉ុន្តែមិនឲ្យពុស្ដាវេញេច្រើនប្រការទៀតទេព្រោះមានបំណងដើម្បីសម្ដែងនៅឯកតតិកៈវិខដតីទៀតនឹកចង់ដើម្បីថ្ងៃហ្នឹងបានសម្ដែងដល់ទៅឯកតតិកៈរបស់វិខចូលបញ្ចកៈមហាបញ្ចកៈប៉ុន្តែទៅមិនទាន់រួចព្រោះជាប់នៅក្នុងព្រះថេរគាថានៃព្រះមហាកច្ចាយណៈចឹងដូច្នេះសូមកណាគុណចាស់ញាតិញោមបងប្អូនស្រីប្រុសទាំងអស់ដែលបាននិមន្តនឹងអញ្ជើញមកតែក្នុងថ្ងៃបកតិអបោសថហើយប្រកដីក្រៅពីថ្ងៃហ្នឹងមិនបាននិមន្តនឹងអញ្ជើញមកក៏ទៅជ្រះថ្លាអំពីការសិក្សារៀនសូត្រនៅព្រះអភិធម្មហើយនឹងការស្ដាប់នៅប្រវត្តិរបស់ឯកតតិកៈវិខសេចក្តីនៃព្រះធម៌ដែលផ្ដើមដោយបទដើមនោះយ៉ាងណាខ្ញុំក៏បានសម្បានសូមជ្រះថ្លាអនុមោទនាចំពោះបទដើមរបស់លោកគ្រូបងដែលបានសម្ដែងរួចហើយមុននឹងបង្រៀនអភិធម្មនោះគឺជាការពិតចំពោះព្រះពុទ្ធសាសនាដែលជាសាសនាដឹកនាំសត្វលោកឲ្យរួចផុតចាកទុក្ខឥឡូវខ្ញុំក៏អាចខ្ញុំបាននឹងចាប់ផ្ដើមសម្ដែងនៅព្រះគាថាជាបន្តនៅក្នុងព្រះគាថាទី4ដែលជាប់ហួហែតាំងតែពីឧបាតដល់វិខមកនៅក្នុងព្រះគាថាទី4ហ្នឹងគឺព្រះថេរៈមានព្រះឱវាទថាបុគ្គលមិនមែនជាចោរដោយអាស្រ័យពាក្យសម្ដីរបស់បុគ្គលដទៃថាទេហើយក៏មិនមែនជាមូនីអ្នកប្រាជ្ញហ្នឹងដោយអាស្រ័យការដែល
បុគ្គលដទៃថាដែរដូច្នេះបុគ្គលត្រូវដឹងខ្លួនឯងទៅតាមសេចក្តីពិតការដែលបុគ្គលដឹងខ្លួនឯងតាមសេចក្តីពិតយ៉ាងណាសូម្បីទេវតាក៏បានដឹងយ៉ាងនោះដែរកណាទាំងពីរោះណានឹងដែលយើងបានសិក្សានៅក្នុងបរមត្តធម៌ផងទៅនៅក្នុងសេចក្តីនេះគឺព្រះថេរៈបានសម្ដែងមិនឲ្យយើងក្លែងបន្លំខ្លួនឯងទៅតាមពាក្យរបស់អ្នកដទៃទេតែត្រូវអាស្រ័យសេចក្តីពិតព្រោះអាស្រ័យសេចក្តីពិតនេះឯងទៅអាចតំដីឃើញច្បាស់ដល់បរមត្តធម៌ដែលជាអនត្តានឹងមិននៅក្នុងអំណាចនឹងដូចជាពាក្យដែលថាមិនមែនជាចោលដោយពាក្យអ្នកដទៃថាសេចក្តីនេះក៏ជាឱវាទចំពោះព្រះរាជាចន្ទបច្ចោតជាដើមនឹងដើម្បីថាក្នុងការវិនិច្ឆ័យក្តីកុំឲ្យគ្រាន់តែអាស្រ័យពាក្យអ្នកដទៃនិយាយថាចោលក៏សម្រេចឲ្យគេយកអ្នកនោះឯងទៅសម្លាប់ដោយមិនបានស្រាវជ្រាវឲ្យដឹងថាជាចោលមែនឬមិនមែននោះនឹងជាឱវាទអញ្ចឹងនឹងឲ្យតាំងនៅក្នុងសច្ចធម៌ហើយនឹងភាពត្រឹមត្រូវយុត្តិធម៌ប្រព្រឹត្តទៅដោយមេត្តានិងករុណាការអនុគ្រោះហើយក៏មិនមែនជាមុនីអ្នកប្រាជ្ញដោយសារពាក្យអ្នកដទៃថាដោយការយល់ច្រឡំដោយការមិនដឹងដោយការមិនឃើញឬដោយការសរសើរលើកដំកើងនឹងអញ្ចឹងព្រោះថាមុនីអ្នកប្រាជ្ញត្រូវតែជាបុគ្គលស្ងប់រងាប់តាមផ្លូវកាយស្ងប់រងាប់តាមផ្លូវវាចាស្ងប់រងាប់តាមផ្លូវចិត្តដែលអាចទៅជាបណ្ឌិតបានយ៉ាងណាក៏ត្រូវតែមានធម៌ដែលអាចនឹងសន្មតថាជាបណ្ឌិតបានចឹងដូច្នេះរឿងហ្នឹងគឺព្រះថេរៈបានបញ្ជាក់ច្បាស់ណាស់គឺត្រូវតែបុគ្គលហ្នឹងដឹងខ្លួនឯងពីព្រោះបុគ្គលដទៃងាយអីនឹងដឹងទាំងបើយើងសំណំស្ងៀមទៅយើងគិតយ៉ាងណាបើថាគិតជាកុសលក៏អាចប្រតិជាកុសលប៉ុន្តែចុះបើបានដល់នៅការត្រេះរិះក្នុងកាមត្រេះរិះក្នុងការព្យាបាទត្រេះរិះក្នុងការបៀតបៀននឹងអញ្ចឹងការដែលត្រេះរិះរំពឹងយ៉ាងហ្នឹងអ្នកដទៃណានឹងអាចដឹងបានការត្រេះរិះនឹកគិតជាប្រកដីនេះគឺច្រើនដោយកិលេសវារុញច្រានឲ្យគិតច្រើនណាស់ទៀតដែលមិនមានស្ថិបដ្ឋានបរិបត្តិហ្នឹងក៏ចេះតែរំលងសភាវៈពិតទៅដោយមិនសិក្សានៅក្នុងសភាវៈដែលកំពុងប្រកបនៅចំពោះមុខនឹងថាតើជាការគិតដោយកុសលចិត្តឬអកុសលចិត្តប៉ុន្តែតាមពិតនឹងជួនកាលនឹកគិតទៅដោយលោភៈទោសៈមោហៈជួនកាលនឹកគិតដោយការប្រកាន់ចិត្តថេតម្លៃមានអ្នកឬក៏នឹកគិតទៅដោយការចំណែនសេចក្តីកំណាញ់ឬក៏គិតទៅដោយសភាពក្តៅក្រហាយស្ដាយក្រោយច្រើនប្រការដូច្នេះរឿងនេះអ្នកណាមកដឹងច្បាស់លាស់ជាងយើងទេគឺយកខ្លួនយើងនឹងដែលត្រូវដឹងច្បាស់សំបីអ្នកដទៃណានិយាយថាជាបណ្ឌិតអ្នកប្រាជ្ញជាមុនីក៏ត្រូវតែដឹងថាខ្លួនឯងជាបុគ្គលយ៉ាងណាកុំឲ្យវាមានការស្រវឹងនៅក្នុងរឿងឈ្មោះហ្នឹងត្រូវតែស្រាវជ្រាវឲ្យបានឃើញតាមសេចក្តីពិតហ្នឹងរឿងនេះគឺមិនជាថ្មីទេទាំងចំពោះការខុសការឆ្គំឆ្គងជាធម្មតាក្នុងជីវិតនៃសង្សារវដ្តប៉ុន្តែសូមឲ្យទៅបានសិក្សាឲ្យទៅមានការរលឹកដឹងនៅធម៌តាមសេចក្តីពិតអាចនឹងរួចខ្លួនបានព្រោះថាកាលណាបើប្រកាសណាគុណចាស់យត់ញោមមានជីវិតប្រព្រឹត្តទៅដើម្បីបានលៀបបានយកបានការសរសើរនិងបានសេចក្តីសុខដោយប្រការផ្សេងៗនោះប៉ុន្តែដែលជីវិតជាអនត្តាមិននៅក្នុងអំណាចនៃការបង្កប់បញ្ជានិងបំណងត្រូវការតែថាការដែលកើតឡើងនៅធម៌ទាំងឡាយក្នុងជីវិតនេះគឺវាមានទាំងការអត់លៀបមានទាំងការអត់យកមានទាំងការនិន្ទាមានទាំងសេចក្តីទុក្ខផងដែរនេះគឺជាការសម្ដែងឃើញថាជាសេចក្តីពិតសម្រាប់ជីវិតមិនមែនសេចក្តីពិត
សម្រាប់មនុស្សសត្វបុគ្គលយើងទេព្រោះថាមិននៅក្នុងអំណាចនៃបុគ្គលព្រោះថាបើសិនជានៅក្នុងអំណាចនៃបុគ្គលនៃនោះម្លេះសំតែបានលៀបបានយកសរសើរនឹងសេចក្តីសុខតែចំណែកល្អអញ្ចឹងទៅតាមដែលបំណងប្រាថ្នារបស់សត្វលោកដែលពុំចង់ពុំត្រូវការពុំប្រាថ្នាក្នុងចំណែករឿងដែលមិនល្អដោយអត់លៀបអត់យកដោយការនិន្ទានិងដោយសេចក្តីទុក្ខប៉ុន្តែនេះគឺជារឿងពិតរបស់ជីវិតមិនមែនសម្រាប់បុគ្គលណាតាមការប្រាថ្នាតាមការចង់បានឬមិនចង់បានទេនឹងកណ្ដាលគុណម្ចាស់សិក្សាទៅឃើញសេចក្តីពិតសម្រាប់ជីវិតជាធម្មតាការសំខាន់គឺមិនប្រកាន់ជីវិតនឹងថាខ្លួនយើងចាត់ទុកថាអ្វីដែលកើតមានក្នុងជីវិតវាជារឿងពិតសម្រាប់ជីវិតនឹងសំខាន់កន្លែងហ្នឹងទាំងដូចជាដើមដូងអញ្ចឹងមានដើមយ៉ាងណាមានភៀងយ៉ាងណាមានផ្លែផ្កាយ៉ាងម៉េចគឺសម្រាប់ដើមដូងនឹងអញ្ចឹងទៅយើងមិនចង់បាច់ខ្វាយខ្វល់រវល់មិនចង់ឲ្យដើមដូងនឹងដើមយ៉ាងហ្នឹងរាងយ៉ាងហ្នឹងរូបអញ្ចឹងមិនចាំបាច់ខ្វាយខ្វល់អីព្រោះដើមដូងហ្នឹងវាមិនមែនជាយើងទេណាយើងក៏មិនមែនជាដើមដូងចង់ដើមឈើអីដតេមានបណ្ដាអត់បណ្ដាយ៉ាងណាមានផ្កាពួរអីក្អូបមិនក្អូបអីមិនមកគឺជាធម្មតានៃធម្មជាតិយ៉ាងណាមិញជីវិតនៃសត្វសត្វមិនប្រព្រឹត្តកន្លងហួសធម្មជាតិទេទៀតព្រោះថាក៏ជាធម្មៈគឺធម្មជាតិនឹងឯងដូច្នេះរឿងសំខាន់គឺនៅក្នុងការដែលមិនប្រកាន់ធម្មជាតិថាជាសត្វបុគ្គលហើយរលាស់ចោលនៅធម្មជាតិនោះនេះគឺជាដំណើរដែលអាចរួចផុតចាកទុក្ខបានកណ្ណាគុណចាស់ញាតិញោមបងប្អូននៅក្នុងសេចក្តីនៃពរធម៌ព្រះថេរៈបានសម្ដែងរំលឹកឲ្យមានស្មារតីដឹងសេចក្តីពិតនៃខ្លួនឯងនិងឯចំណែកឈ្មោះបញ្ញត្តិថាជាបុគ្គលយ៉ាងម៉េចនោះគឺវាគ្រាន់តែជាការប្រព្រឹត្តទៅតាមបរមត្ថធម៌តែប៉ុណ្ណោះវាមិនមែនរឿងឈ្មោះនឹងជាសត្វបុគ្គលខ្លួនយើងមែនទេនឹងអាហ្នឹងទៅយើងមិនស្រវឹងហើយយើងដឹងការពិតនឹងការដែលមានស្មារតីហ្នឹងទាំងទោះជាពាក្យអ្នកដតីហៅយ៉ាងណាពោលយ៉ាងណានិយាយថាយ៉ាងម៉េចតែសេចក្តីពិតនៃខណ្ឌធាតុអាយតនៈគឺមិនផ្លាស់ប្ដូរប្រែប្រួលទៅតាមពាក្យអ្នកដតីនិយាយហៅឡើយទោះជាហៅយើងថាជាបុគ្គលអាក្រក់ក៏នៅតែខណ្ឌធាតុអាយតនៈជាបុគ្គលល្អយ៉ាងណាក៏ខណ្ឌធាតុអាយតនៈដែលនៅក្នុងខណ្ឌធាតុអាយតនៈហ្នឹងមិនមានយើងនេះទៅជាទីពឹងដែលទីពឹងហ្នឹងមិនមែនអ្នកដតីឲ្យយើងបានឡើយសូម្បីអ្នកដតីហ្នឹងហៅយើងយ៉ាងណាតែថាអ្នកដតីហ្នឹងមិនមែនឲ្យទីពឹងយើងបានក្រៅអំពីបញ្ញារបស់យើងដែលមិនប្រកាន់ខណ្ឌធាតុអាយតនៈហ្នឹងអញ្ចឹងដូច្នេះគឺថាគ្រាន់តែជាការបញ្ញត្តិហៅឬឲ្យឈ្មោះទៅតាមលោកនេះដែលសន្មតទៅនឹងប្រកដីកណាគុណម្ចាស់អាចដើម្បី4ទាំងនៅក្នុងកុសលធម៌ដើម្បីឲ្យខ្លួននឹងទៅចុះទៅជាលំដាប់តាមកុសលថ្នាក់ទានថ្នាក់សិលថ្នាក់ការអប់រំសេចក្តីស្ងប់តាមរយៈសមថវិបស្សនាយ៉ាងណាការដែលអប់រំនៃកុសលធម៌គឺជាការពួនខ្លួនក្នុងកុសលធម៌ហ្នឹងទីបំផុតនឹងត្រូវបាត់ខ្លួនទាំងនឹងការដែលបាត់ខ្លួននេះឯងហើយទៅអាចដើម្បីបានទីពឹងដែលប្រកបទៅជានឹងយើងមិនអាចសម្ដីស្រវឹងនឹងខ្លួនឯងទៅតាមឈ្មោះដែលអ្នកដទៃហៅរហូតដល់ទៅថាមានឈ្មោះនឹងឯងធំបណ្ណាសម្ដីទៅថាទ្វីបទាំង4ដែលគ្រប់គ្រងជាស្ដេចចក្រពត្រាធិរាជហើយក៏មិនអាចនៅល្មមរហូតដល់ទៅសុំចែកឋានទេវតាឋានតែឯនៅទៀតរឿងហ្នឹងមកពីអីថាមកអំពីសេចក្តីដែលប្រកាន់តែខ្លួននឹងធំគឺធំនឹងធំតាមតែឈ្មោះដែលអ្នកដទៃបញ្ញត្តិហៅតែប៉ុណ្ណោះវាអត់មានថាខ្លួនយើងនឹងដែលធំតាមសេចក្តីពិតជាសត្វជាបុគ្គលទេប៉ុន្តែដែលធំតាមសេចក្តីពិតមែនទេនោះដោយសភាវៈធំនោះគឺកិលេសតែប៉ុណ្ណោះដែលធំដែលរីកដោយអំណាចទឹកថេដោយអំណាចអ្នកតាមទឹកសត្វបុគ្គលនៅតែពុំមានដដែលហ្នឹងអញ្ចឹងនៅក្នុងកាយប្រមាណជាទទឹង1ហាត់បណ្ដោយ1ឈាមហ្នឹងអញ្ចឹងមានតែធំអីប៉ុន្មានទៀតប៉ុន្តែដោយសេចក្តីទុកចេះតែបន្តនឹងមកដល់ដោយការខ្វាយដោយការខ្វល់រវល់នឹងហាក់ដូចជាខ្លួនឯងធំណាស់រឿងហ្នឹងយើងត្រូវតែច្បាស់ទៀតចំពោះកិលេសខ្លួនឯងចឹងដូចជាកណ្ណាគុណចាស់ញាតិញោមបងប្អូនស្លាប់ជ្រាបហើយមានអ្នកខ្លះខឹងនឹងកូនចៅឬខឹងនឹងអ្នកដទៃអីចឹងដល់តែនឹករលឹកដឹងតែខ្លួនឯងខឹងចឹងទៅចង់ការពារខ្លួនឯងដែរថាខ្ញុំមិនមែនតាន់ព្រះអរហន្តតែខឹងចឹង
នឹងចឹងប៉ុណ្ណឹងក៏គួរតែដឹងទៀតដែរបើចេះថាប៉ុណ្ណឹងត្រូវដឹងថាដែលមិនមែនជាព្រះអរហន្តហ្នឹងគឺមកពីនៅទីនេះនឹងចឹងបានជាវាមានការខណ្ឌក្នុងពេលហ្នឹងមិនចឹងទេណាដូចថារឿងខណ្ឌហ្នឹងមិនមែនមកពីអ្នកដទៃក៏ដែរគឺមកពីកិលេសខ្លួនឯងនឹងគឺតែខ្លួនឯងខាយដែរតែខ្ញុំមិនមែនតព្រះដូច្នេះរឿងហ្នឹងបើសិនជាព្រះអរហន្តអត់ខណ្ឌអត់ខ្វាយអត់ខ្វល់អត់រវល់នឹងរឿងអីហ្នឹងមកពីព្រះអរហន្តហ្នឹងមិនមានកិលេសដូច្នេះរឿងនេះមកពីខ្លួនឯងមានកិលេសទេកុំត្រេះទីកុំតឹងឲ្យកំហុសអ្នកដទៃឲ្យទុកក្នុងរឿងអីយើងគួរតែជ្រះថ្លាចំពោះព្រះអរហន្តដែលមិនអាចមានទៅណាចាក់រករំខានសន្តានរបស់លោកឲ្យខ្វាយឲ្យខ្វល់នឹងចឹងពីត្រូវសម្រាប់នៅកិលេសដែលជាគ្រឿងរំខានហ្នឹងអស់ហើយដូច្នេះចូលចិត្តយើងប្រកបអីសំខាន់តែអ្នកដទៃណារំខានយើងកើតពីកិលេសក្នុងសន្តានរបស់យើងណាចឹងអានឹងដល់ទៅមានទៅតាមទីមានកំដៅតែផ្សេងសម្រាប់ចោលក្នុងនៃប្រៀបធៀបមកក៏យើងអាចប្រៀបបានថាចោលទៅកិលេសនឹងក្នុងជីវិតរបស់យើងមិនយ៉ាងណាគឺសត្វជាធម៌អាចយើងគួរតែពិចារណាហើយយើងអាចរួចខ្លួនបានជាដំបូងគឺយើងរួចពីការជិះចាក់ជាមួយនឹងអ្នកដទៃដោយអាស្រ័យបញ្ញាឃើញហេតុឃើញផលតែទៅនឹងខុសហេតុនឹងខុសផលយ៉ាងណាវាជាធម្មតានៃសង្ខារធម៌គឺនឹងខុសយើងរួចពីសង្ខារធម៌នឹងទៀតដែលយើងគួរតែធ្វើឥឡូវបដិបត្តិសាស្ត្រហ្នឹងយើងបាក់យើងទៅដាក់ទៅរហូតមិនអាចបណ្ដេញយើងទៅតែការសម្បត្តិបានតែទៅយើងទៅខ្លាចវត្តដាក់ទេហ្នឹងដូច្នេះប្រកាសណាគុណម្ចាស់ទៀតវត្តសង្សារដែលប្រព្រឹត្តទៅអាចដើម្បីធ្លាក់នៅក្នុងសេចក្តីទុក្ខដ៏ពលិបមានអបាយភូមិដ៏ស្មានឆ្មុកជាទីបំផុតព្រោះបាបប្រចាំដែលបានធ្វើហើយអាចនឹកឃើញទៅក្តៅក្រហាយស្ដាយក្រោយសំដីតែធ្លាប់សម្លាប់ត្រីមួយឬក៏សត្វអីធ្លាប់បានវាយធ្លាប់បៀតបៀនមិនចាំបាច់ច្រើនក៏អាចនឹករឿយហើយក្តៅក្រហាយស្ដាយក្រោយដែរណាទៀតប៉ុណ្ណឹងក៏អាចទៅកម្មអបាយភូមិបានព្រោះតែចិត្តទៅហ្មងព្រោះថាកាលណាបើចិត្តទៅហ្មងហើយទុក្ខតិមិនចាំបាច់សង្ស័យនៅក្នុងវិស័យជាបឋិជនទៀតមិនតាន់ដល់ត្រៃនៃអបាយភូមិទេហើយប្រកាសណាគុណចាស់ចិត្តញោមធ្លាប់បានធ្វើបាបពីមុនមកទេធ្លាប់ទេណាធ្លាប់នឹងចឹងដូច្នេះបាបនឹងណាសន្សំក្នុងសន្តានមកអាចបានឱកាសជាបច្ច័យទៅកាន់អបាយភូមិបានហើយបើមិនទៅកាន់អបាយភូមិទេវត្តសង្សារដែលព្រឹត្តទៅនោះយ៉ាងណាកណ្ដាលគុណចាស់ជ្រាបហើយក៏គង់តែមានពេលព្រាងផ្លត់ទៅកាន់អបាយភូមិហើយងាយអីដើម្បីនឹងបានជួបព្រះទៀតមើលលោកបងគ្រូមានប្រសាសន៍ថាបន្តអំពីហត្ថកັບនេះទៅមួយអសង្ខ័យកັບទៀតដែលអត់មានព្រះទ្រាំនៅបានទេមួយអសង្ខ័យកັບហ្នឹងបើពេលនេះយើងមិនព្រមដើម្បីនឹងថាធ្វើដំណើរទៅព្រះនិព្វានដែលត្រូវចេញអំពីលោកនេះហើយឧបាយជាគ្រឿងចេញចាកលោកនេះវិវ័យកតេស័យថាទេតទាំងគឺឃើញរឿយជាប្រដីក្នុងជីវិតប្រចាំថ្ងៃនៅលោកថាសូនចាក់ខ្លួននឹងវត្ថុជារបស់ខ្លួនព្រមថាអត់មានអ្វីជារបស់ខ្លួនហើយដែលអត់មានអ្វីជារបស់ខ្លួនហ្នឹងមិនមែនមានខ្លួនជាអ្នកអត់ទេសូម្បីខ្លួនហ្នឹងក៏មិនមានផងដែរឃើញតែការប្រជុំនៃធម៌កើតឡើងដោយចក្ខុបានរូបចក្ខុវិញ្ញាណកើតឡើងនឹងការប្រជុំនៃធម៌ទាំង3នេះទៅផស្សៈនឹងកើតមានផស្សៈជាបច្ច័យនាំឲ្យមានវេទនាសោយអារម្មណ៍វេទនានាំឲ្យមានសញ្ញាចាំរឿងយ៉ាងណាក៏រមែងត្រេះរិះនឹកគិតយ៉ាងណាគឺជាការកើតឡើងនៃសង្ខារធម៌វិវេកតេស័យផស្សៈសក់ទាំងខ្ញុំក៏ដែរខ្ញុំបាននឹងសម្ដែងនៅប្រសូតមួយទៀតឈ្មោះថាមេធុបណ្ឌិកសោតទាំងនៅក្នុងមជ្ឈិមនិកាយមូលបណាសកៈបិដកខ្មែរយើងលេខ20ព្រះសូតនឹងក៏ជាការប្រពដល់ខែដែលព្រះដ៏មានភាពព្រះអង្គទ្រង់ស្ថាបនាព្រះមហាកច្ឆាយណៈឲ្យជាកម្ពូលលើវិខទាំងឡាយផ្នែកខាងអធិប្បាយសេចក្តីនៃធម៌ដែលព្រះដ៏មានភាពទ្រង់ត្រាស់សម្ដែងដោយសង្ខេបហើយលោកអាចសម្ដែងអធិប្បាយឲ្យទុស្រាបានមេធុបណ្ឌិកសោតនេះគឺជាព្រះសូតដែលធ្វើឲ្យព្រះអនន្តភ្ញាក់ផ្អើលខ្លាំងក្រោយអំពីបានស្ដាប់ហើយទៀតនឹងហើយថែមទាំងមានការលើកឡើងបញ្ជាក់ថាប្រៀបបីដូចជាបុគ្គលហេវហត់អត់ឃ្លានស្រាប់តែបានមកជួបនំផ្អែមដល់ចឹងទៅបានស្គាល់នៅរសជាតិនៃនំផ្អែមដែលគេធ្វើមិនបានលាយដោយទឹកសុទ្ធទេគឺលាយទៅដោយទឹកដូចជាទឹកដោះឬទឹកអំពៅឬទឹកឃ្មុំអីចឹងក៏បានដល់នៅភាពជាបុគ្គលមានកម្លាំងនឹងដោយអាស្រ័យការដែលបានបរិភោគនៅនំផ្អែមនឹងយ៉ាងណាចំពោះបរិយាយនៃធម៌ដែលព្រះថេរៈបានចែកសេចក្តីឲ្យពឹស្ដាហើយបុគ្គលដែលមានជាតិជាអ្នកត្រេះរិះរំពឹងមានសភាពជាបណ្ឌិតបានកំណត់ដឹងនៅធម្មបរិយាយនេះហើយក្នុងកាលណាក៏រមែងជាអ្នកមានសេចក្តីជ្រះថ្លាមានការរីករាយនៃចិត្តបបិទ្ធព្រះអង្គដោយចម្រើនតែធម្មបរិយាយនេះមានឈ្មោះយ៉ាងណានឹងដែលព្រះបរមសាស្តាប្រពទៅលើការភ្ញាក់ផ្អើលរបស់ព្រះអនន្តនឹងហើយក៏ទ្រង់ត្រាស់ថាមនាលអនន្តប្រហែលដូច្នោះអ្នកចូលចាំនៅធម្មបរិយាយនេះថាជាមេធុបណ្ឌិកបរិយាយចុះនឹងមេធុបណ្ឌិកបរិយាយនេះអត្ថកថាប្រែថានំផ្អែមទៀតដូច្នេះ
ព្រះសូត្រនេះក៏បានប្រកាសឡើងនៅក្នុងសង្គីតិកាចារថាមធុបណ្ឌិកសូត្រទៀតដែលព្រះអនន្តបានស្ដាប់នៅភាសិតរបស់ព្រះដែលមានវិភាគកំណត់ឈ្មោះមធុបណ្ឌិកសូត្រនឹងហើយក៏ត្រេកអររីករាយចំពោះភាសិតរបស់ព្រះដែលមានប្រភេទហើយសេចក្តីនៃប្រធមខ្ញុំកណៃសម្បត្តិនឹងរៀបរាប់សម្ដែងអំពីដើមហូខែមួយលើទៅដោយបបញ្ចសូតនីអដ្ឋកថានៅក្នុងសម័យមួយនោះព្រះដែលមានប្រភេទព្រះអង្គទ្រង់គង់នៅនិក្រូធធារាមចិត្តក្រុងកបិលផុសដែលជាមាតុភូមិរបស់ព្រះអង្គស្ដេចទ្រង់និមន្តបិណ្ឌបាតក្នុងក្រុងកបិលផុសក្រោយអំពីបច្ឆាផាត់ព្រះអង្គទ្រង់ដែលយាងទៅគង់នៅក្នុងព្រៃមួយក្នុងព្រៃនោះឯងដងព្រៃហ្នឹងក៏មានដើមភ្នៅមួយដើមភ្នៅសាវហ្នឹងគឺនៅកំមុំហ្នឹងគឺបានតែមិនទាន់មានផ្លែទេហើយដើមភ្នៅហ្នឹងព្រះអង្គទ្រង់គង់នៅក្រោមដើមភ្នៅមួយដើមហ្នឹងក្នុងកាលនោះទុនដែលបានតែសក្យៈទុនដែលបានតែនេះត្រូវជាប្អូនរបស់ព្រះបាទសុភពុទ្ធត្រូវជាបងរបស់ព្រះនាងសិរិមហាមាយានិងព្រះនាងកោតមីទៀតបាទសុភពុទ្ធមានបងប្អូន4នាក់សុភពុទ្ធៈដែលជាបិតារបស់ទេវទត្តនិងព្រះនាងពិម្ពានោះហើយទុនដែលបានតែសិរិមហាមាយានិងកោតមីទុនដែលបានតែសក្យៈនេះត្រូវបានវិខទេវទត្តញុះញង់សម្បើមទៀតថាព្រះសមណគោតមនេះឯងបានបន្ទុះស្រាយចំពោះតើកូលយើងខ្លាំងណាស់បានធ្វើឲ្យព្រះនាងពិម្ពាយសោធរាហ្នឹងដែលព្រះនាងពិម្ពាហ្នឹងត្រូវជាប្អូនទេវទត្តដូច្នេះត្រូវជាក្មួយរបស់ទនបាននេះមិនអញ្ចឹងទេណាហើយកូនបាទសុភពុទ្ធនោះត្រូវជាក្មួយរបស់ទនបាននេះព្រះនាងពិម្ពាហ្នឹងគឺជាក្មួយរបស់ព្រះនាងសិរិមហាមាយាក្មួយរបស់ព្រះនាងវិជាបតីកោតមីហ្នឹងបានញុះញង់ទនបាននេះថាធ្វើឲ្យព្រះនាងពិម្ពាដែលត្រូវបាននៅសម្បត្តិចក្រនេះធ្វើឲ្យបួសតាមព្រះសមណគោតមហើយឯចំណែកចៅរបស់យើងគឺព្រះរាហុលហ្នឹងគឺត្រូវជាចៅរបស់ទុនបាននេះនោះហើយក៏ត្រូវជាក្មួយរបស់ទេវទត្តមិនអញ្ចឹងទេណាទេវទត្តមិនត្រូវជាអ៊ំរបស់ព្រះរាហុលហើយញុះញង់ថាព្រះរាហុលនេះត្រូវបានទទួលនៅសម្បត្តិស្ដេចចក្រប៉ុន្តែត្រូវនាំព្រះរាហុលទៅពំពោះតាំងពីនៅក្មេងព្រះសមណគោតមបន្ទុះនឹងតកោយើងច្រើនណាស់ការដែលខ្ញុំម្ចាស់ទេវទត្តហ្នឹងថាខ្លួនគាត់ហ្នឹងដែលមិនអាចនៅគ្រប់គ្រងផ្ទះបានទៅបួសតាមហ្នឹងមកពីប្រាត់ប្រាស់ក្មួយគឺព្រះរាហុលហ្នឹងដែលព្រះរាហុលទៅបួសហើយដែលស្រឡាញ់ក្មួយណាសុខចិត្តទៅបួសតាមកាលដែលបួសហើយព្រះសមណគោតមមិនដែលមើលខ្ញុំត្រង់ចំភ្នែកទេញុះញង់ទនបានអញ្ចឹងមិនដែលមើលចំទេហើយនៅកណ្ដាលបរិស័ទតែងពោលពាក្យអាក្រក់ពោលពាក្យកុហកពោលពាក្យមិនពិតថាភិក្ខុទេវទត្តនេះជាសត្វអបាយនឹងលើកឡើងនៅពាក្យទាំងអស់ហ្នឹងប្រាប់ទនបានទាំងឯងក៏ជឿទៅតាមពាក្យញុះញង់របស់ទេវទត្តមកដល់ហើយក៏កាត់នៅសេចក្តីជ្រះថ្លាក្នុងព្រះរាមានុភាចោលអស់ទៀតមិនបានរវីរវល់ខ្វាយខ្វល់ដើម្បីស្ដាប់ព្រះធម៌ពិចារណាព្រះធម៌ឡើយម្ល៉េះក្នុងពេលហ្នឹងដើរទៅក៏បានជួបព្រះសម្មាសម្ពុទ្ធនៅក្នុងដងព្រៃចិត្តក្រុងកបិលផុសហ្នឹងដែលព្រះអង្គទ្រង់គង់នៅក្រោមដើមភ្នៅសាវហ្នឹងភ្នៅសាវហើយយើងថាភ្នៅកមុំអញ្ចឹងថាសាវហ្នឹងវាភាសាថៃចឹងហើយយើងថាភ្នៅហ្នឹងមិនទាន់មានផ្លែហ្នឹងចឹងហើយទុនដែលបានហ្នឹងដែលមានឈ្មោះថាទុនដែលបានព្រោះគាត់កាន់ដំបងមាសមួយជាឈើច្រត់ទៅដល់ពុកឈរពីមុខព្រះរាមាភិហើយដោតឈើច្រត់ពីមុខគឹបយកដៃពីរផ្ទុកពីលើឈើច្រត់យកចង្កាផ្ទុកពីលើដៃហ្នឹងចង្អក់នៅហ្នឹងហើយក៏សួរថាព្រះសមណគោតមព្រះសមណមានប្រកដីពោលយ៉ាងណាមានប្រកដីប្រាប់យ៉ាងណាដែរសួរនឹងចឹងព្រះដែលមានភាពព្រះអង្គទ្រង់ជ្រាបថាសក្យៈនេះមិនអាចប្រទៅ
តាំងនៅក្នុងសេចក្តីជ្រះថ្លាចំពោះព្រះរតនត្រ័យបានឡើយទោះជាព្រះអង្គសម្ដែងពធយ៉ាងណាទៅប៉ុន្តែបើសិនជាព្រះអង្គមិនឆ្លើយទេនោះក៏មិនរួចផុតអំពីពាក្យចោទប្រកាន់របស់ទណ្ឌបណ្ឌិតសក្យៈកាលដែលចោទប្រកាន់របស់ព្រះដែលមានកាលដែលចោទប្រកាន់ចំពោះព្រះដែលមានវិភាកហើយក៏រមែងបាននៅបានដល់ច្រើនដូច្នេះព្រះអង្គទ្រង់ឆ្លើយមិនមែនមិនឆ្លើយទេហើយម្យ៉ាងទៀតបើសិនជាព្រះអង្គទ្រង់ឆ្លើយនៅពាក្យនោះដើម្បីឲ្យទណ្ឌបណ្ឌិតនេះស្ដាប់បានគឺរមែងកើតនៅអកុសលចិត្តដោយប្រការផ្សេងទៀតដោយសារតែការមើងងាយនៅប្រធัวដោយថាប្រធัวនឹងឯងមិនមានជំរឿជ្រៅឬថាប្រធัวនឹងយ៉ាងណាតាមការដែលខ្លួនឯងសន្សំមានអ្នកមកមើងងាយប្រធัวនោះក៏ទទួលនៅបាបតែធ្ងន់ទៀតនឹងចឹងហើយនឹងដេញដល់ព្រះដែលមានវិភាកនៅពេលអភិយោជន៍នៅពេលអត់បានការច្រើនតទៅទៀតមកឲ្យព្រះអង្គទ្រង់ឆ្លើយប៉ុន្តែឆ្លើយនៅពុទ្ធភាសិតដែលមិនអាចទន់ដែលបដិស្ដាប់បានទេព្រះអង្គទ្រង់ត្រាស់វិសាចនាថាបុគ្គលឯណាដែលមានប្រក្រតីពោលនៅការមិនឆ្លោះប្រកែកទាស់ទែងគ្នាយ៉ាងណាតថាគតក៏មានប្រក្រតីពោលយ៉ាងនោះនៅការមិនឆ្លោះប្រកែកទាស់ទែងគ្នាក្នុងលោកព្រមទាំងទេវលោកមេរលោកព្រហ្មលោកក្នុងពពួកសត្វដែលជាសមណៈព្រាហ្មណ៍ក្នុងមនុស្សដែលជាសមតិទេពនិងមនុស្សទាំងឡាយនឹងព្រះអង្គទ្រង់វិសាចនាមករឿងចឹងទៅត្រង់ដែលថាបុគ្គលឯណាដែលតែងតែមានប្រក្រតីពោលអំពីការមិនឆ្លោះប្រកែកទាស់ទែងគ្នាព្រះអង្គក៏មានប្រក្រតីពោលយ៉ាងនោះប្រាប់យ៉ាងនោះអំពីការដែលមិនឆ្លោះប្រកែកទាស់ទែងគ្នាក្នុងលោកហើយព្រះអង្គទ្រង់មានការវិសាចនាបន្តទៅថាព្រះខៃណាសវៈព្រាហ្មណ៍គឺព្រះអរហន្តដែលកន្លងផុតនៅកិលេសសញ្ញាគឺកន្លងផុតនៅសញ្ញាដែលប្រកបទៅដោយកិលេសទាំងឡាយផ្សេងប្រសិជ្ជៈនៅកាមប្រសិជ្ជៈនៅសេចក្តីសង្ស័យមិនមានការរពឹសដៃនឹងជើងជាអ្នកផុតចាកនៅតណ្ហាដែលប្រព្រឹត្តទៅនៅក្នុងភពតូចនិងភពធំតថាគតមានប្រកដីពោលយ៉ាងនោះមានប្រកដីប្រាប់យ៉ាងនោះគឺជាការសម្ដែងដល់លក្ខគោលសំខាន់ក្នុងឱវាទរបស់ព្រះអង្គដែលតែងតែសម្ដែងរឿយៗថាព្រះធម៌ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងនោះគឺរមែងដឹកនាំសត្វលោកឲ្យរួចផុតចាកទុក្ខក្នុងការដែលព្រះអង្គទ្រង់ត្រាស់សម្ដែងនៅព្រះពុទ្ធភាសិតយ៉ាងនេះហើយក្នុងពេលនោះទណ្ឌបណ្ឌិតសក្យៈក៏ស្រាប់តែងក់ក្បាលខ្លះទៅកវីក្បាលខ្លះទៅដោយគាត់ស្ដាប់បានដែលគាត់ងក់ក្បាលហ្នឹងថាព្រះដែលមានពាក្យទ្រង់វិសាចនាមកហើយដល់គាត់កវីក្បាលគាត់ថាគាត់ស្ដាប់បានហើយគាត់លៀនអណ្ដាតទៀតលៀនអណ្ដាតបើកនៃផ្លែអញ្ចឹងទៅគាត់យកម្រាមដៃគាត់ហ្នឹងទៅផ្ទុកនឹងថ្ងាសគាត់ដែលមានភ្នាស់3ឬក៏ដើរចេញទៅបង្ើយទៅនឹងប៉ុណ្ណឹងក្នុងវេលាថ្ងៃហ្នឹងដែលព្រះមានភាព្រះអង្គទ្រង់ចេញចាកអំពីទីប្រថាប់នោះទៅកម្មសំណាក់នៃភិក្ខុសង្ឃទាំងឡាយនៅក្នុងនិក្រូធធារាមគឺជាអារាមមួយនៅជិតក្រុងកបិលភ័ស្តុហ្នឹងព្រះអង្គក៏ទ្រង់ប្រជុំភិក្ខុសង្ឃទាំងឡាយទ្រង់ត្រាស់សម្ដែងនៅរឿងរ៉ាវដែលបានជួបជាមួយនឹងទណ្ឌបណ្ឌិតសក្យៈកាលដែលព្រះអង្គមានព្រះពុទ្ធរិការៀបរាប់នៅការសាកសួរបញ្ហារបស់ទណ្ឌបណ្ឌិតសក្យៈហើយនឹងការវិសាចនារបស់ព្រះអង្គរួចហើយក្នុងពេលនោះមានភិក្ខុមួយអង្គបានមានព្រះថេរដីកាទូលសួរព្រះដែលមានវិភាកថាបបិទ្ធព្រះអង្គដ៏ចម្រើនដោយហេតុយ៉ាងណាដោយប្រការយ៉ាងណាដែលព្រះសាស្តាដែលមានប្រកដីប្រាប់មានប្រកដីសម្ដែងអំពីការមិនឆ្លោះប្រកែកទាស់ទែងគ្នាក្នុងលោកព្រមទាំងទេវលោកមេរលោកព្រហ្មលោកក្នុងពពួកសត្វទាំងឡាយដែលជាសមណៈព្រាហ្មណ៍ក្នុងមនុស្សដែលជាសមតិទេពនិងមនុស្សដសេះមនុស្សដសេះគឺមនុស្សដតីពីមនុស្សដែលជាសមតិទេពមនុស្សដែលជាសមតិទេពគឺដូចជាព្រះរាជា
đại son là mọt chầm hãy bàn tu su pre đờ miên và phê âm pi pre thay na sở vệ priêm để mình miên nơi cái lai sở sanh nhà chọp ta chỉ nè prascha ca mình miên ca phong say mình rồi bước đợi đây nâng trên prascha phong a không phục tôi nâng phục thông nấu giang ná pre sát đa pre ông có truong vi sát chữ nì nơi sẽ đây đây pre thua chia ốt tê sạ cứ chỉ miệt tệ ca tiền không sẽ đây nâng pre sát đa trung prasam đen đòi miệt tệ ca này sẽ đây này pre thua rồi hỡi pre ông có truong krao trà sanh châu trạch cam pre vi hiệt đây nơi không sẽ đây đi ai đời bị khọ từng lại vô nơi miệt tệ ca này thua để pre đam miên pre vi sát chữ nì hỡi từ tu nơi phân